អូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងនឹងបន្តមេរៀនទី1 limit នៃអនុគមអញ្ចឹងយើងសិក្សាអំពី limit រៀងមិនកំណត់បូកអនន្តដកអនន្តរបៀបដោះស្រាយដើម្បីគណនា limit រៀងមិនកំណត់បូកអនន្តដកអនន្តគេត្រូវទី1ដាក់តួដែលមានដឺក្រេធំជាងគេជាកត្តារួមទី2គណនា limit នៃកន្សោមថ្មីសម្គាល់បើសិនជាមានជាប់រាឌីកាល់គឺគេត្រូវគុណនឹងកន្សោមឆ្លាស់ឬកន្សោមបំពេញឬការ៉េ x ការ៉េនៅពេលដែលយើងបញ្ចេញពីឬគឺស្មើនឹងតម្លៃលេខនៃ x តម្លៃលេខនៃ x គឺមានពីរករណីគឺស្មើជាមួយនឹង x បើ x ខិតទៅរកបូកអនន្តស្មើនឹងដក x បើ x ខិតទៅរកដកអនន្តអញ្ចឹងយើងបន្តមើលលំហាត់គណនា limit ខាងក្រោមលំហាត់កដើម្បីគណនា limit យើងចំនួន x ដែលខិតជិតបូកអនន្តចូលទៅក្នុង limit អញ្ចឹងនៅពេលយើងចំនួនទៅគឺ limit នេះចូលរៀងមិនកំណត់បូកអនន្តដកអនន្តនៅពេលដែល limit ចូលរៀងមិនកំណត់បូកអនន្តដកអនន្តគឺយើងត្រូវតែចាប់តួដែលមានដឺក្រេធំជាងគេជាកត្តាចំពោះកន្សោមពហុធាអញ្ចឹងយើងចាប់ x គីបជាកត្តាគឺនៅសល់1ដក1នៅលើ x បូកជាមួយនឹង5នៅលើ x គីបនៅពេលដែលយើងចំនួនបូកអនន្តចូលយើងបានបូកអនន្តលើជាគីបកត្តាឲ្យ1ដកឲ្យ0បូកជាមួយនឹង0គឺស្មើជាមួយនឹងបូកអនន្តអញ្ចឹងយើងបន្តលំហាត់ខlimit x ខិតជិតបូកអនន្តនៃឬការ៉េ x ការ៉េបូក1ដក x នៅពេលយើងចំនួនបូកអនន្តចូលគឺបាន limit រៀងមិនកំណត់បូកអនន្តដកអនន្ត limit x ខិតជិតបូកអនន្តនៅពេលដែលយើងឃើញមានជាប់ប្រាឌីកាល់នៃឬការ៉េគឺយើងត្រូវគុណជាមួយនឹងកន្សោមឆ្លាស់អញ្ចឹងកន្សោមឆ្លាស់របស់វាឬការ៉េ x ការ៉េបូក1ដក x កត្តាឬការ៉េ x ការ៉េបូក1បូក x បើភាគយកយើងគុណថែមប៉ុន្មានភាគបែងក៏ត្រូវតែថែមនឹងប៉ុណ្ណឹងដូចគ្នាអញ្ចឹងឬការ៉េ x ការ៉េបូក1បូក x យើងបន្ថែមនៅភាគយកប៉ុណ្ណឹងភាគបែងក៏យើងត្រូវថែមប៉ុណ្ណឹងដូចគ្នាគឺឬការ៉េ x ការ៉េបូក1បូក x ដែរបន្តនៅពេលដែលយើងគណនា limit x ខិតជិតបូកអនន្តរៀងមិនកំណត់បូកអនន្តដកអនន្តខាងលើភាគយកគឺចូលរូបមន្ត a ដក b កត្តា a បូក b អញ្ចឹងវាស្មើនឹង a ការ៉េដក b ការ៉េដោយ a របស់យើងគឺឬការ៉េ x ការ៉េបូក1នៅពេលយើងក្តោបលើកជាការ៉េចេញពីឬបាន x ការ៉េបូក1ចំណែក x ការ៉េលើកជាការ៉េបាន x ការ៉េអញ្ចឹងយើងបាន x ការ៉េបូក1ដក x ការ៉េភាគបែរយើងទុកនៅដដែលយើងស៊ីសងភាគយក x ការ៉េដក x ការ៉េអស់នៅសល់1នៅលើឬការ៉េ x ការ៉េបូក1បូក x នៅពេលយើងចំនួនតម្លៃ limit x ជិត1ចូលយើងបាន1នៅលើបូកអនន្តគឺស្មើជាមួយនឹង0អញ្ចឹងយើងបន្ត limit លំហាត់កែវ limit x ជិតបូកអនន្តនៃឬការ៉េ x ការ៉េបូក1ដកជាមួយឬការ៉េ x បូក3បើយើងចំនួនបូកអនន្តចូលគឺចូលរៀងមិនកំណត់បូកអនន្តដកអនន្តដូចគ្នាអញ្ចឹងនៅពេលយើងគណនាដោយវាជាឬការ៉េគឺយើងត្រូវគុណនឹងកន្សោមឆ្លាស់អញ្ចឹងកន្សោមឆ្លាស់ដែលយើងគុណថែមគឺឬការ៉េ 2x បូក1ដកជាមួយឬការ៉េ x បូក3យើងគុណថែមឬការ៉េ 2x បូក1បូកជាមួយនឹងឬការ៉េ x បូក3ជាងកន្សោមឆ្លាស់គឺវាឆ្លាស់ខុសគ្នាតែសញ្ញាបើឡើយនេះសញ្ញាដកគឺយើងត្រូវគុណជាមួយនឹងសញ្ញាបូកបើឡើយនេះសញ្ញាបូកត្រូវគុណថែមសញ្ញាដកដើម្បីសញ្ញាវាឆ្លាស់គ្នាអញ្ចឹងដោយភាគយកយើងគុណថែមប៉ុណ្ណឹងភាគបែងក៏យើងគុណថែមប៉ុណ្ណឹងដូចគ្នាអញ្ចឹងជាបន្តយើងមើល limit x ជិតបូកអនន្តយើងស៊ីសងភាគយកដោយភាគយកចូលរួម a ដក b កត្តា a បូក b អញ្ចឹង a ដក b កត្តា a បូក b គឺស្មើ a ការ៉េដក b ការ៉េនៅពេលដែលយើងលើកជាការ៉េឬការ៉េអាចឬការ៉េនៅសល់ 2x បូក1ចំណែកឬការ៉េ x បូក3លើកជាការ៉េចេញមកគឺបាន x បូក3អញ្ចឹងយើងគុណសញ្ញាដកចូលយើងបានដក x ដកជាមួយនឹង3ភាគបែរយើងទុកនៅដដែលតមកស៊ីសង 2x ដក x នៅសល់ x 1ដក3ស្មើដក2ឬការ៉េ 2x បូក1យើងចាប់ x ជាកត្តានៅសល់2បូក1លើ x បូកជាមួយនឹងចាប់ x ជាកត្តានៅសល់1បូក3លើ x ស្មើជាមួយ limit x ខិតជិតបូកអនន្តនៃចាប់ x ជាកត្តានៅសល់1ដក2លើ x ខាងក្រោមយើងចាប់ឬការ៉េ x ជាកត្តានៅសល់ឬការ៉េ2បូកជាមួយនឹង1លើ x បូកជាមួយនឹងឬការ៉េ1បូក3លើ x
បន្ទាប់មកយើងឃើញគេយក x ភាគបែងឬការ៉េ x ជាបំបត្តិរ៉ាឌីកាល់ពីភាគបែងគឺយើងត្រូវគុណជាមួយនឹងឬការ៉េ x ចឹងភាគបែងរបស់យើងឬការ៉េ x គុណនឹងឬការ៉េ x នៅសល់ x ភាគយកគឺយើងបាន x គុណនឹងឬការ៉េ x អញ្ចឹង x និង x យើងសម្រួលអស់ភាគយកគឺនៅសល់ឬការ៉េ x ភាគបែងគឺយើងសម្រួល x អស់ហើយចឹងយើងបានឬការ៉េ x កត្តា1ដក2លើ x នៅលើឬការ៉េ2បូក1លើ x បូកជាមួយឬការ៉េ1បូក3លើ x នៅពេលដែលខ្ញុំជំនួសបូកអនន្តចូលបូកអនន្តកត្តាឲ្យ1ដកឲ្យ0នៅលើ2បូក0បូកឲ្យ1បូកឲ្យ0អញ្ចឹងបូកអនន្តឬការ៉េបូកអនន្តគឺនៅតែបូកអនន្តគុណនឹង1គឺចេញបូកអនន្តចែកជាមួយនឹង3ចែកជាមួយឬការ៉េ2បូកឲ្យ1ក៏ស្មើជាមួយនឹងបូកអនន្តចេញចម្លើយរបស់យើងគឺស្មើបូកអនន្តអញ្ចឹងយើងបន្តលំហាត់ខែលលំហាត់ខែល limit x ខិតជិតអនន្តកាលណាគេដាក់ limit x ខិតជិតអនន្តបែបនេះបានន័យថាមានទាំងបូកឬក៏ដកបូកដកអនន្តអញ្ចឹងនៅពេលយើងជំនួសបូកឬក៏ដកអនន្តចូល limit របស់យើងនេះគឺចូលរៀងមិនកំណត់បូកអនន្តដកអនន្តអញ្ចឹងហើយគឺយើងត្រូវគុណជាមួយនឹងកន្សោមឆ្លាស់អញ្ចឹងនៅពេលយើងគុណមួយកន្សោមឆ្លាស់បើសិនជាបើយើងនេះសញ្ញាដកកន្សោមឆ្លាស់វាគឺបូកអញ្ចឹងបើយើងគុណកន្សោមឆ្លាស់ប៉ុណ្ណឹងភាគបែងក៏ត្រូវទៅគុណតែប៉ុណ្ណឹងដូចគ្នាបន្តយើងចាប់ដើមស៊ីសងនៅពេលដែលស៊ីសងលើកជាការ៉េចេញមកបាន x ការ៉េដក 2x ដក1លើកជាការ៉េដាច់ឬការ៉េយើងគុណសញ្ញាដកចូលបានដក x ការ៉េបូក 7x បូកជាមួយនឹង3អញ្ចឹងយើងស៊ីសងវាមក x ការ៉េដក x ការ៉េអស់ដក 2x បូកជាមួយនឹង 7x គឺនៅសល់ 5x ដក1ដកជាមួយនឹង3គឺបានដក4បន្ទាប់មកគឺយើងចាប់ x ជាកត្តាគឺនៅសល់5ដក4លើ x ចំណែកភាគបែងគឺខ្ញុំចាប់ x ការ៉េជាកត្តានៅសល់1ដក2លើ x ដក1នៅលើ x ការ៉េបូកឬការ៉េ1ដក7លើ x បូកជាមួយ3លើ x ការ៉េដោយសារ limit x ខិតជិតបូកដកអនន្តគឺយើងសិក្សាពីករណីបើសិនជា x ខិតជិតដកអនន្តនោះតម្លៃលេខានៃ x ស្មើនឹងដក x អញ្ចឹងយើងជំនួសចូលកន្លែងតម្លៃលេខា x នេះយើងជួយដក x អញ្ចឹង x និង x សម្រួលគឺនៅសល់ដក1នៅសល់ដក1អញ្ចឹងដក1យើងជំនួសចូលមកគឺយើងបាន5ដកឲ្យ0នៅលើដកកត្តា1បូកឲ្យ1អញ្ចឹង5នៅលើ2គុណសញ្ញាដកចូលបានដក5លើ2យើងករណី x ខិតជិតដកអនន្តចម្លើយឃើញដក5លើ2សិក្សាមួយករណីទៀតគឺបើសិនជា x ខិតទៅរកបូកអនន្តនោះតម្លៃលេខានៃ x គឺស្មើជាមួយនឹង x ចាំបើយើងជំនួសចូល x និង x នេះសម្រួលអស់យើងនៅសល់5ដកឲ្យ0នៅលើ1បូកឲ្យ1ស្មើនឹង2អញ្ចឹងយើងបានចម្លើយ5លើ2ចម្លើយរបស់យើងគឺមាន2ករណីដក5លើ2បើសិនជា x ខិតទៅរកដកអនន្ត5លើ2បើ x ខិតទៅរកបូកអនន្តអញ្ចឹងសូមអរគុណចំពោះការទស្សនាវីដេអូរបស់អ្នកគ្រូពីដើមដល់ចប់ជូនពរឲ្យបងប្អូនទាំងអស់គ្នាប្រឡងជាប់គ្រប់គ្នាសូមអរគុណ